សំជូនមេផលសំជូនមេផលនឹងអត់ត្រូវទេណាញោមណាព្រមមេនឹងផលមេជាផ្លូវបដិបត្តិផលគឺប្រយោជន៍ដែលបានពីការបដិបត្តិក្នុងមេអានឹងมันអាចចែកគ្នាបានទេសំជូនមេផលនឹងអត់បានទេបើតែសំជូនកុសលអានឹងបានញោមធ្វើបុណ្យធ្វើកុសលទៅអត់ទិសចែកគ្នាតែខ្ញុំបានជ្រះថ្លាសាំងនឹងសំជូនកុសលឯនេះអនុមោទនាបានតែមេផលអត់បានទេប៉ុន្តែឌីសូនយ៉ាងគ្រប់តែគ្នាបើណាប៉ុន្តែនេះធ្វើវាមិនបានគិតទៅមេផលណាទៅធ្វើឲ្យណាទៅបដិបត្តិខ្លួនឯងនោះអានេះវាមិនចេះតែជាងការអ្នកធ្វើនោះវាមិនបានជាគិតទេអាចារ្យទៅអ្នកប្រាជ្ញទៅគេលើកនឹងតែហ្នឹងក៏គួរដែរសំជូនកុសលចំពោះទៅដល់មេត្តាបិតាទៅមេផលឲ្យអត់បានទេអាហ្នឹងទៅធ្វើខ្លួនឯងមេគឺផ្លូវបដិបត្តិដល់ដើរតាមផ្លូវនោះបានទូផលក៏ហៅថាផលសម្រាប់ជាសោតតាមេដល់បានសម្រាប់ជាសោតតាផលសក្តិគិមិមេសក្តិគិមិផលអនាគិមិមេអនាគិមិផលអរហតមេអរហតផលផ្លូវ4ផល4តែមេ4ផល4នេះពេល1ចំក្រោយគឺនេះពេលវាទទួលពីមេផលហ្នឹងឯងនឹងសូមឲ្យញោមញាតិជ្រាបអញ្ចឹងតែបានទេហើយតើហ្នឹងក៏លោកអាចារ្យគួរតែកែដែរទាំងជូនកុសលកំថាមេផលវាខុសយើងថាអត់គិនបើមេផលទៅឲ្យគ្នាមិនបានតែណាធ្វើបានអានេះសូមឲ្យកែសម្រួលយ៉ាងតិចព្រោះដែលទេសនាជាងកាលកន្លែងកណាត់ដែលខុសជាប់ចេះតែជួយកែបន្តិចក្នុងកម្មវិធីទេសនាបានជួបជុំនេះនិយាយទៅវាលឺទាំងអស់គ្នាអញ្ចឹងហើយពុទ្ធសាសនាពាក្យដែលព្រះអង្គទូមានពីនិយានិកធัวធ្វើដែលសម្រាប់យឹតយោងយើងទេឲ្យយើងយកទៅបដិបត្តិយោងខ្លួនឯងពុទ្ធអត់មកយោងបានផ្ទាល់ទេធ្វើដែលព្រះអង្គសម្ដែងឲ្យយើងបដិបត្តិយឹតយោងខ្លួនយើងឲ្យផុតពីទុក្ខតិហ្នឹងទៅកាន់សុគតិបានយោងឲ្យផុតពីទុក្ខតិមានតែប៉ុណ្្នឹងទេនឹងសូមញោមញាតិជ្រាបពីពុទ្ធសាសនាយើងវាខុសពីសាសនាដទៃទាំងអស់ទ្រឹស្ដីរបស់សាសនាដទៃនិងពុទ្ធសាសនាអត់ត្រូវនេះតែប្រឆាំងគ្នាទាំងអស់ទេញោមយើងសិក្សាទៅបានឃើញទ្រឹស្ដីដទៃនេះទាំងអស់ដូចជាក្នុងសាសនាដទៃគេថាទេវតាអ្នកបកែស័ក្តិសិទ្ធិជីវិតរបស់មនុស្សធម្មជាតិនៅក្រោមអាណានិគមរបស់ទីទេពទាំងអស់ទេវតាចង់បានអីសុំទេវតាលោកសម្រេចឲ្យទាំងអស់នៅតាមទឹកចិត្តដែលមនុស្សចង់បានណាបានជាមានពាក្យថាព្រហ្មលិខិតណានៅខាងព្រហ្មញ្ញសាសនាគឺថាមនុស្សទាំងអស់កើតមកព្រះព្រហ្មសរសេរប្រវត្តិរូបឲ្យមកជាប់ស្រេចឲ្យអ្នកនេះទៅកើតជានេះឲ្យទៅកើតជានោះស្រេចទេវតាជាធំគ្រប់គ្រងលើមនុស្សលោកទាំងអស់សត្វលោកទាំងអស់ហ្នឹងហើយសាសនាដទៃអត់ឲ្យតម្លៃទេណាម៉ែឪញោមណាឲ្យតម្លៃតែព្រះទេគេថាចាំទៅឲ្យតម្លៃម៉ែឪបើម៉ែឪព្រះបង្កើតដូចតែគ្នាហ្នឹងគេឲ្យយើងទៅដឹងគុណតែព្រះហើយបើខុសពីពុទ្ធសាសនាលោកឲ្យតម្លៃម៉ែឪមិនឲ្យតម្លៃព្រះទេលើកតម្លៃនេះក៏វាផ្ទុយខុសពីសាសនាដទៃវិសាសនាដទៃគេថាព្រះបកែជាងមនុស្សតែពុទ្ធថាទេមនុស្សតែបកែជាងទេវតាក៏វាផ្ទុយអញ្ចឹងមនុស្សទេបកែជាងទេវតាជាពុទ្ធិកាអញ្ចឹងឥឡូវនិយាយពីរឿងថាមនុស្សបកែជាងទេវតាតាមពុទ្ធដីការបស់ពុទ្ធដើម្បីបំបត្តិសេចក្តីសង្ស័យញោមឲ្យញោមយល់ច្បាស់ថាអញ្ចឹងមែនមនុស្សបកែជាងទេវតាមែននឹងពុទ្ធដីកាព្រះសម្មាសម្ពុទ្ធយើងលោកថាសំដែងតែបោកគ្មានមនុស្សធ្វើល្អក៏គ្មានដែរទេវតាលោកសំដែងតែអញ្ចឹងប្រាប់តែអញ្ចឹងជាហេតុបានលោកលើកហេតុតែហេតុអីដែលមនុស្សទៅជាទេវតាកើតហ្នឹងវាមានហេតុគេមិនទៅឯងទេទី1លោកនិយាយពីចិត្តមនុស្សដែលទៅកើតជាទេវតាមកពីចិត្តមនុស្សនឹងអប់រំចិត្តថ្នាក់ទី1ហៅថាកម្មាវិជ្ជាកុសលចិត្តថ្នាក់ទី1នេះញោមញាតិទាំងអស់នេះថ្នាក់ពួកកម្មាវិជ្ជាកុសលចិត្តបរិសុទ្ធស្អាតឃើញទោសនៃការធ្វើអាក្រក់ឲ្យក៏ជីវៀងធ្វើសេចក្តីល្អសាងកុសលធម៌មានធ្វើសិលធ្វើទានជាដើមប៉ុន្តែជីវិតមនុស្សវាជាប់ជំពាក់នឹងកម្មគុណ5រូបសម្លេងក្លិនរសសម្ផស្សលះវាអត់បានទេជីវិតមនុស្សវាជាប់ជំពាក់តែចិត្តជាកុសលជ្រះថ្លានឹងទាននឹងសិលឲ្យធ្វើសេចក្តីល្អនោះនឹងចិត្តថ្នាក់ទី1ពួកនឹងអស់ជីវិតទៅកើតក្នុងឆកម្មាវិជ្ជាសួគ៌ទេវតា6ជាន់ខាងលើនោះ
ប្រទេវតាជីវិតដូចមនុស្សយើងដែលមានប្រពន្ធមានកូនបរិភោគម្ហូបអាហារអីដូចមនុស្សប៉ុន្តែរបស់ទេវតាជារបស់ទៅកើតឯងមិនប្របាក់ផលិតអីទេព្រោះទេវតាចង់បានរបស់អីក៏នឹកទៅរបស់នោះវាកើតឡើងតែសម្រេចជាទឹកដោយសារបុណ្យក៏គេនៅជាមនុស្សគេធ្វើអប់រំចិត្តគេថ្នាក់កម្មាវិជ្ជាកុសលចិត្តហ្នឹងឯងនេះចិត្តទី1ថ្នាក់ទី1ចិត្តថ្នាក់ទី2ចិត្តនឹងហៅរូបាវិជ្ជាកុសលចិត្តរូបាវិជ្ជាកុសលចិត្តចិត្តនេះកើតឡើងដោយចម្រើនសមាធិដោយសមថកម្មដ្ឋាននឹងចម្រើនទៅឲ្យចិត្តប្រព្រឹត្តចូលក្នុងឈានអបណាសមាធិបឋមឈាននោះចិត្តជាបឋមឈានគឺចិត្តនឹងបានរើចេញផុតពីកិលេស5ហ្នឹងដែលគ្របសង្កត់ចិត្តកិលេសចិនកដាលហ្នឹងកាមឆន្ទៈជាបាទៈថៃនមិត្តឧត្តចៈកុកចៈវិជិកិច្ឆានេះកិលេស5វាស្រោបចិត្តយើងនៅក្រោមអាណានិគមមិនអត់រើរួចទេទាំងគេទាំងយើងទាំងអស់បើចង់ឲ្យរើរួចពីអាណានិគមនៃកិលេសចឹងណាទៅចម្រើនសមាធិសមថសមាធិអប់រំឲ្យចិត្តប្រព្រឹត្តទៅក្នុងឈានបឋមឈានចិត្តចេញរួចចិត្តមានពន្លឺមានសេរីភាពធ្វើឲ្យខ្លួនឯងបានអានឹងចិត្តគេហៅថាបឋមឈានបានសម្រេចទៅចឹងវាកើតបៃតេនឹងបៃតេគឺសេចក្តីឆ្អែតកាយឆ្អែតចិត្តនឹងកើតឡើងក្នុងពេលដែលអង្គុយចម្រើនកាយក៏អត់ចោអត់រួយអត់ស្ពឹកអត់សពន់អីតែគ្មានឃ្លានអាហារគ្មានអីទៅនៅសោកស្រួលក្នុងឈាននឹងអានឹងឈាននឹងជួយត្រត្រង់ចឹងបើឈានក្នុងរូបឈានរូបាវិជ្ជាកុសលចិត្តមានឈាន5ឈានទី1ទី3ទី4ដល់5ចេះតែប្រព្រឹត្តខ្ពស់ឡើងទៅពួកអនេះមានរូបាវិជ្ជាកុសលចិត្តនេះអស់ជីវិតទៅកើតក្នុងឋានព្រំមានរូប16ជាន់ព្រំដែលមានរូប6ដល់10ជាន់អញ្ចឹងអ្នកអប់រំចិត្តមតនៈទីកអរូបាវិជ្ជាកុសលចិត្តចម្រើនសមាធិទៅដោយមិនយកវត្ថុមានរូបមកជាទីតាំងទេយកអាកាសដែលល្អលហេវទៅទេមកជាទីតាំងមានរូបទេដល់សម្រាប់ឈានទៅក៏អរូបាវិជ្ជាកុសលចិត្តពួកនឹងអស់ជីវិតទៅកើតក្នុងឋានព្រំអត់រូប4ជាន់ព្រំមាន20ជាន់មានរូប16អត់រូប4ជាន់ព្រំអត់មានបរិភោគអាហារអីទេក៏គ្មានភេទជាស្រីជាប្រុសដែរពួកព្រំនេះរស់នៅបានដោយសារបៃតេកម្លាំងបៃតេទៅជួយទ្រទ្រង់ជីវិតឆ្អែតកាយឆ្អែតចិត្តឲ្យមានជីវិតរស់នៅនឹងព្រំនឹងបានថ្នាក់អប់រំចិត្តថ្នាក់ទី4គឺលោកុត្តរចិត្តលោកុត្តរចិត្តជាចិត្តរបស់ព្រះអរិយៈទាំងឡាយមានព្រះសម្មាសម្ពុទ្ធជាដើមហៅលោកុត្តរចិត្តចិត្តរបស់លោករើរួចចេញពីកិលេសទាំងអស់ហើយកិលេស3ក្រុមកិលេសក្រោធក្រៀតកិលេសកណ្ដាលកិលេសចិនល្អិតលោកកំចាត់អស់ហើយសួរថាកិលេសទាំង3នេះកំចាត់ដោយសិលសមាធិបញ្ញាណាអរិយមគ្គហ្នឹងហើយអសិលកំចាត់កិលេសក្រោធក្រៀតសមាធិកិលេសចិនកណ្ដាលបញ្ញាកិលេសចិនល្អិតអស់គេហៅនិព្វានកិលេសអស់ហើយឥឡូវសំដែងរៀបរាប់ពីលោកនេះដែលអស់កិលេសគេហៅកិលេសនិព្វាននឹងយ៉ាងម៉េចចិត្តរបស់លោកថាធម្មតាព្រះអរហន្តលោកមិនដែលចេះអីចេះខ្លាចចេះតក់ចេះស្លន់ញាប់ញើអីសំបីសេចក្តីស្លាប់ក៏លោកមិនដែលខ្លាចដែលភ័យអត់មានទេនឹងព្រះអរហន្តអត់មានទេឥឡូវលើករឿងមួយព្រះថេរៈបងលោកសង្កល់ខ្លួនលោកខុសលោកនៅត្រឹមអនាគាមិកបុគ្គលបើសង្កល់តលោកជាអរហន្តហើយសង្កល់ខុសប៉ុន្តែលោកមានសិស្សនៅសាមណេររបស់បណ្ឌលោកជាសិស្សដែលលោកបរិញ្ញាសាមណេរបានសម្រេចអរហន្តខ្ពស់ជាងលោកតែសាមណេរនោះដឹងថាព្រះឧបជាជាអាចារ្យនឹងលោកមិនទាន់បានកំចាត់កិលេសដល់ថ្នាក់អរហន្តទេតែលោកសង្កល់ខុសព្រោះដល់អញ្ចឹងមិននឹងទូលលោកថាម៉េចមិនហ៊ានទូលលោកខ្លាចលោកចេះតែមិនសាបសល់តែមានឱកាសណានឹងទូលទៅព្រះឧបជាមិនទាន់បានសម្រេចអរហន្តទេមិនទាន់ដល់ត្រើយទេតែអត់បានពេចក៏ដល់ទេសកាលថ្ងៃមួយលោកមានដំណើរនិមន្តទៅតាមស្រុកទៅទាំងសាមណេរក៏ទៅព្រះឧបជាក៏ទៅដល់ស្រុកមានគេចងសត្វតម្រៃមួយក្បែរផ្លូវនោះដល់តម្រៃវាឃើញលោកនិមន្តទៅវាស្រេចគំរាមមកសន្ទប់ជាមកព្រះថេរៈលោកភ័យខ្លាចលោកកិច្ចស្ទុះកិច្ចសាមណេរអត់កិច្ចទេ
បានឱកាសនៅឯសាមណេរទូតែព្រះឧបជាព្រះឧបជាមិនទាន់បានសម្រេចដល់អរហត្តផលទេបើព្រះឧបជាបានសម្រេចអរហត្តនេះมันខ្លាចมันញាប់ញើនឹងសត្វតម្រៃដែលគំរាមនោះទេបានឱកាសនោះឯងទូលលោកហ្នឹងបើលោកក៏ដល់សាមណេរជាសិស្សទូលយកលោកទទួលយកបានតែអញ្ចឹងមែនបានលោកស្គាល់អញ្ចឹងណាហើយលោកមិនទាន់បានដល់អរហន្តទេបានត្រឹមសកតិគាមិផលប៉ុណ្ណឹងឯងអនាគាមិផលបងអនាគាមិផលលោកទទួលស្គាល់លោកបដិបត្តិបន្តទៅទៀតនឹងព្រះអរហន្តអត់ចេះភ័យអស់កិលេសហើយសេចក្តីត្រេកអរនឹងលៀបនឹងសក្ការៈដែលមានក៏លោកមិនត្រេកអរដែរបាននេះសេចក្តីភ័យខ្លាចក៏មិនអរសេចក្តីរីករាយក៏មិនអរសួរថាភ័យខ្លាចហ្នឹងវាកើតពីស្អីមានត្រេកអរកើតពីកិលេសនឹងឯងណាបើកិលេសនេះធ្វើឲ្យភ័យខ្លាចកិលេសនេះធ្វើឲ្យត្រេកអររីករាយនោះបើលោកទៅបានលោកកំចាត់អត់មានស្អីនឹងធ្វើឲ្យលោកភ័យខ្លាចបើអត់មានហ្នឹងឯងអត់ចានេះពួកព្រះអរហន្តសំបីតែញោមញាតបានមកហូបអាហារឲ្យទៅប្រគេនលោកឆាន់អស់ទៅសួរលោកថាយ៉ាងណាទៅប្រគុណម្ចាស់មកហូបភើតនេះព្រះអង្គឆាន់ទៅមានឲ្យជារស់ឲ្យឆ្ងាញ់ទេបើសិនប្រសង់តែថ្ងៃនេះអាចថាអូញោមឆ្ងាញ់លេខ1អាចថាបើទៅជន់អាចមានថាចឹងតែព្រះអរហន្តលោកមិនថាអញ្ចឹងទេសួរលោកថាចរណពោញោមមកហូបអាហារបិណ្ឌបាតរបស់ញោមនេះល្មមតែញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានហ្នឹងទេឆ្ងាញ់ក៏លោកមិនថាមិនឆ្ងាញ់តែល្មមតែញ៉ាំងអត្តភាពនេះរូបរាងកាយឲ្យប្រព្រឹត្តទៅបានពេលនេះឆ្លើយចន្លោះទាំងអស់នេះព្រះអរហន្តដូចសួរថាអញ្ចឹងដែលលោករស់នៅហ្នឹងកិលេសនិព្វានហើយបើខណ្ឌទៅនិព្វានតែឡាលោកត្រេកអរទេការរស់នៅថាលោកអត់ត្រេកអរអីទេការរស់នៅនោះគេលើកធ្វើការធៀបឧបមាថាវាដូចជាកម្មករដែលទៅបម្រើការងារគេនោះរងតន្ទឹងឲ្យតែ30ថ្ងៃមួយខែមកដល់នឹងបានទទួលរង្វាន់ការងារដែលបម្រើយ៉ាងណាមិញព្រះអរហន្តដូចគ្នាអស់លោករងចាំតែកាលដែលបរិនិព្វានមកដល់ទេនឹងសូមញញែកជ្រាប